ngàyនេះមកធ្វើទឹកស៊ុបថ្លាទុកសម្រាប់ធ្វើបបរឲ្យអូនណាអញ្ចឹងសម្រាប់ទឹកស៊ុបថ្លារបស់ខ្ញុំនេះគឺថាងាយៗមែនទែនបងប្អូនសម្រាប់ទឹកស៊ុបថ្លានេះគឺយើងធ្វើពីសាច់មាន់និងខ្ញុំលាយជាមួយនឹងឆ្អឹងជំនីជ្រូកតិចហើយបន្លែគឺដាក់តាមចំណង់ចិត្តបងប្អូនចូលចិត្តអីដាក់នឹងទៅហើយសម្រាប់ខ្ញុំថ្ងៃនេះដែរគឺដាក់ស្ពៃក្តោបល្ពៅជាមួយនឹងការ៉ុតក៏ដូចជាខ្ទឹមប្រាំងហើយលាយជាមួយនឹងដុល្លារប្រាំងតិចដែរហើយយើងដាក់ទឹកមកពេញឆ្នាំងហ្នឹងមកបងប្អូនសម្រាប់ឆ្នាំងនេះគឺងាយស្រួលមែនតើគឺយើងគ្រាន់តែដាក់បន្លែដាក់សាច់ដាក់ទឹកចូលក្នុងហ្នឹងទៅយើងមកងាស់រងចាំនាទីវាលោតទៅគឺវាឆ្អិនហើយទឹកស៊ុបហ្នឹងគឺអត់មានរីងតណែគឺមានតែចិញ្ជាតិពីសាច់ហើយនឹងបន្លែមកថែមអញ្ចឹងតែសម្រាប់ទឹកនៅក្នុងហ្នឹងគឺអត់រីងតណែអញ្ចឹងរយៈពេលមួយងាស់នេះយើងប្រើរយៈពេលប្រហែលជា1ម៉ោងកន្លះទឹកស៊ុបហ្នឹងគឺថាឆ្អិនល្មមវាលោតនាទីឲ្យយើងហ្មងបងប្អូនហើយអញ្ចឹងទៅពេលដែលវាឆ្អិនហ្នឹងគឺថាបន្លែនិងសាច់គឺខ្សោះអស់ជាតិតែម្ដងសម្រាប់ជាតិសាច់ជាតិបន្លែហ្នឹងគឺវាចេញចូលក្នុងទឹកស៊ុបហ្នឹងហ្មងហើយខ្ញុំភ្លក់ទឹកស៊ុបហ្នឹងទៅគឺថាមានជាតិមែនតើហ្មងហើយដោយសារតែពេលដែលឆ្អិនទៅគឺវាមានជាតិកកបែបនេះប្រហែលឲ្យវាចេញពីសាច់របស់យើងណាតែនៅពេលដែលឆ្អិនយើងស្រង់បន្លែចេញអស់ហើយដែលយើងស្រង់បន្លែចេញអស់ហើយគឺទឹកស៊ុបខ្លាំងរបស់យើងហ្នឹងវានៅខាងកកហ្នឹងយើងយកកត្រងរបស់យើងហ្នឹងមកថងឲ្យកកហ្នឹងចេញដើម្បីចម្រាញ់យកតាទឹកស៊ុបសុទ្ធអញ្ចឹងហើយទឹកស៊ុបរបស់យើងហ្នឹងគឺថានៅពេលដែលថងហើយហ្នឹងគឺវាមានរូបភាពបែបចេះបងប្អូនគឺថាថ្លាស្អាតតែម្ដងហើយយើងចាំច្រកដាក់កំប៉ុងឬក៏ប្រអប់អីប្រកបទៅសម្រាប់ពេលដែលយើងដាក់បបរឲ្យអូនយើងដកម្ដងដាក់លាយមួយបងករបស់យើងណាអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗទៀតបាយ